ខ្មៅដៃពណ៌វេទមន្តនៅក្នុងពិភពដែលយុវជនរស់នៅដោយមើលតែអេក្រង់ទូរស័ព្ទត្រាវីសចូលចិត្តគូរូត្រាវីសកូនសម្លាញ់កូនតែញ៉ាំវីតាមីន D តើទេម្សិលមិញខ្ញុំញ៉ាំខ្លះហើយនៅតែចិត្តបង្អួចដើម្បីឲ្យមានពន្លឺគ្រប់គ្រាន់ក្នុងការគូរូកឲ្យបានស្អាតរាប់មិនអស់មែនទេម៉ែខ្ញុំកំពុងតែធ្វើការលើអ្វីមួយសំខាន់ថៃហ្នឹងមានទីធ្លាលក់អីវ៉ាន់របស់អ្នកចិត្តខាងមួយកន្លែងមនុស្សពិតព្រះអាទិត្យរះពិតគ្រប់យ៉ាងជាការពិតជាធុញណាស់អ្នកស្រី Henderson កំពុងតែលក់រូបចាស់ៗរបស់គាត់គេនិយាយថាសិល្បករមើលឃើញពិភពលោកខុសគេតែទោះជាត្រាវីសក៏មើលមិនឃើញអ្វីនឹងកើតឡើងដែរនៅពេលគាត់ទៅយកប្រអប់អាកំបាំងនោះឯងរកឃើញវាហើយវារងចាំមនុស្សដែលត្រូវយកទៅនៅជាមួយវាគ្រាន់តែជាខ្មៅដីពណ៌ទេតាពេលខ្លះចៅហើយវាជាអ្វីមួយដែលចៅត្រូវការមានតែទីធ្លាលក់អីវ៉ាន់នេះទេដែលយើងអាចរកឃើញរបស់វេទមន្តដូចជាសម្រាមហើយរងចាំឲ្យវាកើតឡើងវិញម៉ាក់នឹងកើតទុកបើខ្ញុំទិញរបស់នេះនៅកន្លែងលក់តែខ្ញុំនឹងព្យាយាមដៃរបស់គាត់កម្រើកមុនពេលគាត់គិតគ្មានអ្វីអស្ចារ្យទេគ្រាន់តែជាអ្វីមួយធម្មតាអ្វីមួយរស់រាយខ្ញុំគិតថាខ្ញុំនឹងហៅឯងថាចេកមានភាពខុសគ្នាពីមនុស្សដែលជឿលើវេទមន្តហើយវាកើតឡើងភ្លាមនៅក្នុងបន្ទប់គេងរបស់គេអូស្រួលខ្លួនណាស់នៅក្នុងក្រដាសមិនស្រួលទេឯងនឹងទេខ្ញុំគឺជាមិនហើយនិយាយមិនចេញទេមែនទេឯងគូស្នេហ៍ខ្ញុំបានស្អាតណាស់ប្លែកនឹងលយតើនេះមិនមែនជាការពិតទេជប់សិនឯងចេះហោះនឹងនិយាយខ្ញុំគឺជារបស់ពិតប្រាកដដូចអ្វីដែលឯងបានឃើញចឹងអង្គុយចុះទៅឯងនឹងទេត្រាវីសមានមនុស្សពីរប្រភេទដែលស្វែងរកវេទមន្តឃើញនោះគឺជាមនុស្សដែលសួរថាហេតុអ្វីបានជាខ្ញុំនិងមនុស្សដែលសួរថាបន្ទាប់មកមានរឿងអីខ្ញុំគិតថាឯងជាមនុស្សទីពីរតើឯងជាអ្វីឲ្យប្រកាសខ្ញុំគឺជាអ្វីដែលឯងបានគូអ្នកដែលស្រស់ស្អាតនិងទំហំសមល្មមតែកាន់តែសំខាន់នោះគឺខ្ញុំគឺជាមិត្តរបស់ឯងជំនួយការឯងពេលឯងត្រូវការដោយសារតែអញ្ចឹងក្មេងឯកាដែលចូលចិត្តគូរូងបានបង្កើតមិត្តពិតជាលើកដំបូងគឺជានាគនិយាយច្រើនមួយក្បាលសំណួរនោះគឺតើបន្ទាប់ឯងនឹងបង្កើតអីទៀតខ្ញុំគ្មានគំនិតអីទេចម្លើយល្អនិយាយមកដូចជាសិល្បករពិតអូថៃនឹងមកឯងបានគូរបស់អីក្រហមតែមនុស្សគូនៅពេលពួកគេរៀបនឹងឲ្យលើឡើងខ្ញុំចង់ឯងលាក់ខ្លួនចាំថាឯងមកកាត់ខ្ញុំឯងមកកាត់ខ្ញុំម្ដងទៀតអ្វីមួយដែលលេចធ្លោតិចជាងនេះពិតជាមានគំនិតច្នៃប្រឌិតអស្ចារ្យនៅចំពេលស្លន់ស្លោជាពិសេសនៅពេលឪពុកម្ដាយមកដល់ចំពេលដែលជាក់លាក់អ្វីដែលឯងធ្វើឯងនឹងបាត់ខ្មៅដៃពណ៌នោះបន្តិចកូនកំលួចចេញក្រៅដោយមិនបានប្រាប់ម៉ាក់ណាម៉ាក់បានហៅឯងខ្ញុំទុកអ្វីមួយនៅផ្ទះខ្ញុំគ្រាន់តែចង់បានត្រឡប់មកវិញកូននៅតែឯងហើយដែលគិតនៅក្នុងបន្ទប់តែម្នាក់ឯងពេញមួយថ្ងៃនាំឲ្យខូចសុខភាពត្រាវីគំនូរទាំងអស់នេះជាគំនិតរវើរវាយទេកំប៉ាវាហេកុំប្រើពាក្យនឹងដាក់មកឯងវាមិនសមនឹងកើតឡើងដែលសេចក្តីស្រឡាញ់ប្រែក្លាយជាសម្ដីអាក្រក់ដូច្នេះការព្រួយបារម្ភប្រែក្លាយជាការវាយប្រហារកូនសម្លាញ់យើងបារម្ភពីឯងធ្លាប់មានមិនឯងធ្លាប់ចេញក្រៅអាទិត្យមុនឯងទៅសាលា2 ដងទាំងនោះមិនមែនជាមិត្តពិតទេវាពិតជាងគំនូរទាំងនេះដែលឯងបានគូកូនត្រូវតែរស់ក្នុងពិភពពិតត្រាវីប្រហែលជាខ្ញុំមិនចង់នោះទេតែប៉ុណ្ណឹងយើងយកគំនូរនេះចេញទៅអត់ទេម៉ាក់មិនអាចទេនេះជាបន្ទប់របស់ខ្ញុំគំនូរខ្ញុំជីវិតខ្ញុំ Travis Mason ខ្ញុំនៅតែឯងទៅប៉ាម៉ាក់មិនយល់ទេហើយប៉ាម៉ាក់នឹងមិនយល់ពេលខ្លះជញ្ជាំងដែលយើងបានសង់ការពារខ្លួនខ្លាចជាអន្ទាក់ដែលដាក់យើងឲ្យជាប់ក្នុងនោះទៅវិញយើងនឹងប្រជុំគ្រួសារនៅខាងក្រោម5 នាទីចេញមកខ្ញុំត្រូវតែនិយាយជារបស់ចេញពីក្រដាសជាអ្វីដែលខ្ញុំមិនចង់នោះទេពួកគេស្រឡាញ់ឯងនឹងទេពួកគេចង់ផ្លាស់ប្ដូរខ្ញុំវាមិនដូចគ្នានោះទេពួកគេចង់ស្វែងយកពីឯងវាខុសគ្នា
រឿងកំ pl ែងពីវេទមន្តគឺវាកើតឡើងនៅចំពេលបែកបាក់គ្នាចំពេលដែលយើងត្រូវការបំផុត ត្រូវចាំថាអ្វីដែលឯងគូខ្ញុំចង់ឲ្យគូអ្វីដែលមិនមែនជារបស់ញ៉ាំ ចាប់ផ្ដើមពីអ្វីមួយដែលសាមញ្ញខ្ញុំមិនបានប្រាប់វាឲ្យធ្វើអញ្ចឹងទេ សិល្បៈជាអ្វីធ្វើឲ្យអ្នកបង្កើតមានការភ្ញាក់ផ្អើលដូចជាក្មេងៗនិយាយពីអ្វីមួយឲ្យឪពុកម្ដាយភ្ញាក់ផ្អើលអញ្ចឹងដែរ មើលទៅណែខ្ញុំពិតជាគ្មានបំណងនោះទេ ច្បាស់ណាស់ហើយមិនបានបញ្ជានោះទេ នៅក្នុងពេលវេលានោះបន្ទប់ត្រាវីคล้ายជាបន្ទប់ដែលមានសិល្បៈរស់រវើក ខ្ញុំមិនចូលរំខានទេតែការប្រជុំគ្រួសារនៅតែកំពុងរង់ចាំឯង សុំ5នាទីទៀត នោះជាអ្វីដែលឯងបាននិយាយកាលពី10នាទីមុននឹងរូបពីរនេះហើយមុនពេលដែលបន្ទប់នេះក្លាយជាសួនវេទមន្ត តែពួកគេទាំងអស់ស្អាតៗណាស់មិនអ្នកថាពួកគេសប្បាយយ៉ាងណា ពួកគេនៅទីនេះពេលឯងត្រឡប់មកវិញ អូខេអ្វីៗទាំងអស់ចូលក្នុងសៀវភៅវិញមកឥឡូវនេះ ចាំថាពួកគេកំពុងតែជួយទោះជាពួកគេមិនយល់ក៏ដោយ ចុះបើខ្ញុំកំពុងតែធ្វើខុសដែរ នោះប្រហែលជាអ្វីដែលត្រូវបំផុតដែលឯងបាននិយាយនៅថ្ងៃនេះ ដូច្នេះត្រាវីចេញទៅជាន់ក្រោមមានតែការគ្រប់គ្រងអារម្មណ៍តែការគ្រប់គ្រងអារម្មណ៍នេះគឺត្រូវបានគិតថាលែងធុញនៅពេលដែលអ្នកអាចធ្វើឲ្យរូបគំនូរក្លាយជាមានជីវិតហើយថ្ងៃនេះជាថ្ងៃច័ន្ទហើយឪពុកធ្វើឲ្យត្រាវីសន្យាថានឹងទៅសាលា5ថ្ងៃក្នុងមួយអាទិត្យ ខ្ញុំកំពុងតែគិតថាយើងត្រូវការប្រព័ន្ធគ្រប់គ្រងចរាចរណ៍នៅទីនេះ មានពេលមួយសម្រាប់ជីវិតសិល្បករនៅពេលពួកគេជឿថាពួកគេអាចធ្វើឲ្យល្អឡើងចំពោះការពិត តើឯងធ្វើអ្វីឲ្យប្រកប ធ្វើឲ្យនរណាម្នាក់អាចជួយខ្ញុំគ្រប់គ្រងរបស់ទាំងអស់នេះនរណាម្នាក់ពូកែជាង ពូកែជានៅណា ពូកែជាងខ្ញុំ បញ្ហាដោយសារនោះគឺការបង្កើតដែលមានភាពល្អឥតខ្ចោះដែលមានចំណូលមើលងាយអ្វីៗផ្សេងទៀត ត្រាវីជប់សិនប្រហែលជាយើងគួរតែគិតពី នេះល្អជាងការដែលជាប់នៅទីនោះដើម្បីដោះស្រាយបញ្ហាមែនទេតើដោះស្រាយវាវ៉ាវពួកគេមិនដែលស្ដាប់ខ្ញុំចឹងនោះទេ ប្រហែលជាដោយសារតែពួកគេមិនគួរ មានសក្តានុពលច្រើនតែយើងមានការងារត្រូវធ្វើតើឯងគិតមិនខ្ញុំគឺជាឯងតែឆ្លាតជាងអ្វីៗទាំងអស់ដែលឯងអាចធ្វើបើឯងមិនខ្លាចពេកអ្វីៗត្រូវតែមានបំណងរបស់វា គាត់មិនបាននិយាយថាមានបំណងអីនោះទេ នេះត្រូវការអាប់ដេតផងដែរគឺជប់និយាយរឿងឥតប្រយោជន៍ទៀតអត់ទេជេកនៅតែជាគាត់ដូចពីមុនចុះត្រូវហើយចាប់ពីឥឡូវទៅចូលជួគ្រប់គ្នាថ្ងៃនេះយើងនឹងបង្ហាញត្រាវីពីរបៀបបញ្ជាឲ្យគេគោរព ត្រាវីនេះមិនមែន តើដល់ពេលទៅសាលាហើយមែនទេតែចោត្រាវីខ្ញុំនឹងគ្រប់គ្រងទីនេះជឿខ្ញុំគឺជាឯងគ្រប់យ៉ាងទាំងអស់ តែនោះគឺជាបញ្ហាពិតប្រាកដគាត់មិនមែនជាត្រាវីទេគាត់ជាអ្វីៗទាំងអស់ដែលត្រាវីគិតថាគាត់ចង់បានអ្វីតែប៉ុណ្ណោះរបស់វេទមន្តគឺធ្វើឲ្យពិភពលោកមើលឃើញបានល្អជាជាងប្រៀបធៀបជាមួយរបស់មិនពិត ហើយនឹងទេពួកគេមួយចំនួនប្រហែលជាចូលចិត្តឯងបើឯងព្យាយាមនិយាយជាមួយពួកគេ ហេតុអីមករំខានខ្ញុំឥឡូវឯងនៅជាមួយខ្ញុំហេក្មេងចម្លែកនៅតែគូមិត្តសម័យរបស់ឯងទៀត ឯងគួរតែបង្ហាញពួកគេថារបស់សម័យពិតប្រាកដមានរូបរាងយ៉ាងម៉េច មិនអាចជួយបានទេជេកទេតែមកវាយមែនទេក្មេងចម្លែកអូជប់សិនឯងប្រហែលជាកំពុងតែធ្វើពុតថាមានមិត្តហើយ ត្រាវីអ្វីក៏ដោយដែលឯងកំពុងតែគិត
ចុះបើខ្ញុំអាចធ្វើឲ្យពួកគេមើលឃើញតែម្ដងបង្ហាញពួកគេថាខ្ញុំអាចធ្វើអ្វីបានយោបង្ហាញអីចម្លែកម្លេះគូរូបអ្វីផ្សេងដែលអន់ថ្ងៃនេះចេញមក ដកដង្ហើមមួយកុំឲ្យពួកគេឃើញ យើងមានស្អីនៅទីនេះឲ្យមកខ្ញុំវិញបានលើអត់អ្នកទាំងអស់គ្នារូបភាពដ៏មានតម្លៃរបស់វា មិនពិតទេ Brandon នេះជាអ្វីដែលឯងធ្វើក្នុងជីវិតឯងហ៎ សារ៉ាហេតុអ្វីបានជានេះខ្វល់ខ្វាយម្លេះ ដោយសារតែឯងខ្លាចពីទេពកោសល្យមនុស្សដែលឯងខំបំផ្លាញមែនទេ ទេពកោសល្យនេះគ្រាន់តែជាគំនូរចម្លែងតើ ឯងមានន័យថាមនុស្សដែលពួកគេដាក់នៅក្នុងហ្គេមមែនទេឬក៏រូប poster រឿងកុនគឺជាមនុស្សជាអ្នកគូវាឡើងទាំងអស់ឯងដឹងទេឥឡូវទៅកន្លែងផ្សេងទៀតទេឯងមិនអីទេ បាទអរគុណនាងមិនគួរ ត្រូវហើយខ្ញុំជួយឯងសូមមើលរូបបន្តិចមករូបទាំងនេះស្អាតណាស់ ខ្ញុំជួយចិត្តនាង ថាម៉េច គ្មានអីទេចុះហេតុអីបានជានាងជួយខ្ញុំ ឯងមិនគួរលាក់បាំងអ្វីដែលឯងស្រឡាញ់នោះទេ Travis តែឯងបដូរមកសក់មែនទេឯងមើលទៅខ្ញុំមានន័យផ្សេងទេ អរគុណ អេមានក្លឹបសិល្បៈមួយយើងទៅពេលរៀនចប់នៅថ្ងៃអង្គារគ្មាននរណាទៅទីនោះទេដូច្នេះប្រហែលជាល្អបំផុតសម្រាប់មនុស្សចម្លែកដូចជាយើង នាងស្អាតណាស់ឯងដឹងទេមិត្តពិតប្រហែលប្រឈមនឹងហានិភ័យដើម្បីបង្ហាញការពិតខ្លួនឯង ប្រហែលដែរ ខ្ញុំគិតថាឯងមិនបានគូររូបទាំងនេះទេ វាមើលទៅគួរឲ្យខ្លាច ឈប់សិននេះជា Brandon តើនេះជាសាលាឯងមែនទេ ត្រូវហើយតែខ្ញុំមិនបានគូនោះទេខ្ញុំមិនបានគូទេ អារម្មណ៍របស់ឯងវាកំពុងតែបញ្ចូលទៅក្នុងសៀវភៅគំនូរហើយ ឈប់ទៅ ត្រាវីដកដង្ហើមចាំអ្វីដែលយើងបាននិយាយពីរឿងទប់អារម្មណ៍ទេ ខ្ញុំទប់អារម្មណ៍មិនបានទេត្រូវហើយឯងគ្រប់គ្រងវាមិនបានទេ